ក្រោយពេលក្រសួងការបរទេសអាមេរិកប្រកាសផ្អាកផ្ដល់ទិដ្ឋាការអន្តរប្រវេសន៍តើមាននរណាសម្ភាសជាប់ឬទេតើអាចចែករំលែកបានឬទេបាទនៅក្នុងសប្តាហ៍កន្លងមកនេះគឺបន្ទាប់ពីថ្ងៃទី21ខែមករាឆ្នាំ2026ក្រុមហ៊ុនយើងខ្ញុំមានអតិថិជនចូលសម្ភាសជាច្រើនភាគច្រើនគឺសម្ភាសមករស់នៅសហរដ្ឋអាមេរិកតាមរយៈប្តីធានាប្រពន្ធធានាប្តីម្ដាយធានាកូនកូនធានាម្ដាយករណីប្រពន្ធធានាប្តីធានាប្រពន្ធក្រោយពេលចូលសម្ភាសនៅពេលដែលឯកសារពួកគាត់គ្រប់គ្រាន់ហើយមន្ត្រីស្ថានទូតជឿទុកចិត្តលើទំនាក់ទំនងស្នេហារបស់ពួកគាត់ហើយសម្ភាសជាប់អនិច្ចជាប់ហើយមន្ត្រីស្ថានទូតគេចេញលិខិតមួយបែបនេះលិខិតនេះគេthíchត្រង់ចំណុចនេះគឺគេលើកឡើងថាប្រទេសយើងស្ថិតក្នុងចំណោមនៃប្រទេសត្រូវបានផ្អាកផ្ដល់ទិដ្ឋាការអន្តរប្រវេសន៍ទៅរស់នៅសហរដ្ឋអាមេរិកអញ្ចឹងលិខិតនេះគេបដិសេធជាបណ្ដោះអាសន្នគឺបដិសេធផ្ដល់វីសារបស់យើងជាបណ្ដោះអាសន្នដោយសារពលរដ្ឋយើងស្ថិតក្នុងចំណោមនៃប្រទេសដែលគេផ្អាកផ្ដល់វីសាទោះជាយ៉ាងណាការទទួលបានលិខិតនេះមិនមែនថាយើងត្រូវបានគេបដិសេធវីសានោះទេសូមលោកអ្នកកាន់លិខិតនេះរងចាំពេលណាគេឈប់ផ្អាកមន្ត្រីស្ថានទូតនឹងតាក់ទងលោកអ្នកចំពោះករណីធានាប្តីប្រពន្ធទៅរស់នៅសហរដ្ឋអាមេរិកឬក៏កូនធានាម្ដាយធានាកូនក៏ប៉ុន្តែអ្នកធានានៅសហរដ្ឋអាមេរិកវិញមានប្រាក់ចំណូលទាបអញ្ចឹងក្រោយពេលពួកគាត់ចូលសម្ភាសទោះបីជាសំណុំរឿងរឹងមាំមានផុសតាំងរឹងមាំយ៉ាងណាក៏ដោយមន្ត្រីស្ថានទូតនៅតែចេញលិខិតនេះជូនដូចគ្នានេះគឺជាលិខិតដែលមន្ត្រីស្ថានទូតចេញជូនក៏ប៉ុន្តែគេthíchត្រង់ចំណុច 212A4 គឺចំណុចផ្សេងចំណុចនេះមានន័យថាអ្នកនឹងអាចคล้ายជាបន្ទុករបស់រដ្ឋក្រោយពេលទៅដល់សហរដ្ឋអាមេរិកមូលហេតុដែលគេthíchត្រង់ចំណុចហ្នឹងដោយសារអ្នកធានានៅសហរដ្ឋអាមេរិកហ្នឹងគឺគាត់ low income ប្រាក់ចំណូលគាត់ទាបបាទអញ្ចឹងប្រសិនបើគាត់ទទួលបានលិខិតបែបនេះthíchត្រង់ចំណុចនេះមិនមែនមានន័យថាមន្ត្រីស្ថានទូតគេបដិសេធវីសាពួកគាត់ជាផ្លូវការនោះទេការthíchហ្នឹងមានន័យថាគាត់ត្រូវបានបដិសេធវីសាជាបណ្ដោះអាសន្នក៏ប៉ុន្តែបើពួកគាត់ធ្វើលិខិតអះអាងធានារ៉ាប់រងអីនានាទៅមន្ត្រីស្ថានទូតនៅតែអាចចាញ់វីសាជូនពួកគាត់ជាដដែលក៏ប៉ុន្តែត្រូវអះអាងថានឹងមិនคล้ายទៅជាបន្ទុករបស់រដ្ឋទេក្រោយពេលទៅដល់សហរដ្ឋអាមេរិកចំពោះករណីអ្នកដាក់ពាក្យស្នើសុំវីសាមកលេងស្នើសុំវីសាមកលេងមករៀនវិញគឺដំណើរការធម្មតាចូលសម្ភាសន៍ដូចធម្មតាអ្នកណាដែលគ្រប់លក្ខខណ្ឌក្រោយពេលសម្ភាសន៍ជាប់ហើយមន្ត្រីស្ថានទូតមិនមានការសង្ស័យអ្វីទេគេនឹងចាញ់បង្កាន់ដៃតូចមួយណាត់លោកអ្នកទៅយកវីសាថ្ងៃណាខែណាអញ្ចឹងទៅផ្ទុយទៅវិញករណីនិស្សិតមករៀនបើគេមិនតន់យល់ព្រមឲ្យវីសាលោកអ្នកទេគេចាញ់លិខិតបែបនេះនៅលើលិខិតហ្នឹងគេthíchកន្លែងហ្នឹងមានន័យថាគេស្នើសុំពេលវេលាពីរដ្ឋបាលបាទហើយលោកអ្នកអាចតាមដានលើ website តាមរយៈនេះឆែកវីសាលោកអ្នកទៅពេលលោកអ្នកឆែកមើលឃើញអញ្ចឹងមានន័យថាគេចាញ់វីសាជូនលោកអ្នកហើយអញ្ចឹងលោកអ្នកអាចតាមដានលើគេហទំព័របានសរុបមកក្រោយពេលការផ្អាកនេះចូលទៅធរមានអ្នកដែលមានថ្ងៃចូលសម្ភាសនៅតែសម្ភាសធម្មតាសម្ភាសដូចធម្មតាហើយជាប់ដូចធម្មតាគ្រាន់តែថាគេមិនទាន់ចាញ់វីសាជូនទេដោយដែលខ្ញុំបង្ហាញលិខិតដែលមន្ត្រីស្ថានទូតចាញ់ជូនខាងលើអញ្ចឹងចំពោះអ្នកដែលចង់ដាក់ពាក្យធានាម៉ែឪធានាបងប្អូនធានាប្រពន្ធកូនធានាគូតដឹងអីនៅតែអាចដាក់ពាក្យបានដូចធម្មតាមិនមានអ្វីពាក់ព័ន្ធមិនមានអ្វីប្រែប្រួលទេលោកអ្នកអាចតាក់ទងមកកាន់ក្រុមហ៊ុនយើងខ្ញុំបានបើត្រូវការសេវាកម្មទាំងអស់នេះខ្ញុំបាទចៅមនីខេមរ៉ាសូមអរគុណបាទអរគុណ